បាទជាបឋមខ្ញុំបាទសូមគ្រប់លោកជំទាវអាយឧត្តមលោកគ្រូអ្នកគ្រូជាគណៈកម្មការសូមជម្រាបសួរលោកគ្រូអ្នកគ្រូបងប្អូនសិស្សនិស្សិតជាបេក្ខជនបាទក្នុងការប្រឡងថ្ងៃនេះជាទីស្រឡាញ់រាប់អានបាទខ្ញុំបាទឈ្មោះអ៊ុចណាតជានាយកវិទ្យាល័យមលូព្រៃមកពីខេត្តព្រះវិហារខ្ញុំឡើងមកនេះសូត្រកំណាព្យមួយបទដែលមានចំណងជើងថាគ្រូបង្រៀនជាតួអង្គសំខាន់នៃបដិវត្តកម្មបញ្ញាសពនិមិត្តបាទជាបទពាក្យ7សូត្របែបកុមារបាជាស្នាដៃនិពន្ធរបស់លោកគ្រូឡាយសារ៉ាត់ជាលេខលេខ1ខេត្តព្រះវិហារឆ្នាំ2025ជាគ្រូបង្រៀនរូបវិទ្យានៃវិទ្យាល័យតេជោសែនចុងខ្សានបាទអញ្ចឹងសូមគោរពអញ្ជើញអាដាមលោកជំទាវនិងបេក្ខជនបេក្ខនារីទាំងអស់រីករាយស្ដាប់ជាមួយខ្ញុំបាទដូចតទៅគុណវុឌ្ឍគុណធម៌គុណសម្បត្តិគុណភាពរស័ព្ទជ្រាបពេញប្រាណគឺជាគុណគ្រូគប់កល្យានឧត្តមថ្កើងថ្កានយានចំឡងហើយបង្រៀងវត្តកម្មការអប់រំប្រៀបដូចសត្វឃ្មុំក្រេបលំអសិស្សចេះសិស្សជាប់ពេលប្រឡងគឺជាបំណងរបស់គ្រូហើយសាលាបង្រៀនជំនាន់ថ្មីគេឈ្មោះល្បាញល្បីថ្នាលគំរូក្រសួងបញ្ចូលយ៉ាងគិតគូបណ្ឌិតវិញទួងទេចំណេះហើយគ្រូខំស្រាវជ្រាវដោយអំណត់ចេះច្បាស់ប្រកបមិនប្រហែសជំនាញទុនរឹងមិនឲ្យច្រេះបាញ់ជ្រាបបាញ់ឆេះកំឡោចស្លោស្នាដៃពីពទូទាំងរដ្ឋាតាំងលំអកវៃនិពន្ធវិស្វករសិស្សឆ្នើមសិស្សល្អសម័យថ្មី